ជំរាបសួរក៏ដូចជាសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាចាការពីវីដេអូមុននេះខ្ញុំបានផុសម្ដងហើយអំពីសម្លត្នោតឥឡូវនេះមានបងប្រុសម្នាក់ដែលគាត់ខមមិនថាចង់ឲ្យនាងខ្ញុំហ្នឹងគឺធ្វើវីដេអូពីរបៀបស្លសម្លត្នោតហ្នឹងបងប្អូនចាឥឡូវនេះគឺនាងខ្ញុំមកធ្វើការបង្ហាញពីរបៀបស្លឲ្យបងប្អូនបានទស្សនាអញ្ចឹងណាបងប្អូនចាព្រោះអីអ្នកខាត់ខ្លះគឺគាត់អត់ដែលធ្លាប់ស្លសម្លហ្នឹងទេតែសម្រាប់ខេត្តនាងខ្ញុំវិញដូចជាខេត្តកំពង់ស្ពឺនិងខេត្តកពតបងប្អូនចាប៉ុន្តែគ្រាន់តែថាការស្លវាខុសគ្នាអញ្ចឹងណាបងប្អូនចាដោយសារតែខេត្តកពតគាត់បងកាពិតែខាងកំពង់ស្ពឺគឺបងប្រហុកហើយជាដំបូងគឺនាងខ្ញុំមកធ្វើការបេះជាមួយនឹងស្លឹកកត្រួតបងប្អូនចាយើងយកតាស្លឹកណាខ្ចីទេហើយសម្រាប់អ្នកម្ដាយនេះខ្ញុំគាត់ចិត្តថ្នោតចិត្តអីលាងត្រីរៀងអីរួចរាល់អញ្ចឹងទៅមកធ្វើការស្លម្ដងបងប្អូនចាហើយនេះគឺជាទឹកអង្ករដែលយើងបានលាងអង្ករហើយអញ្ចឹងណាបងប្អូនចាតែយើងអត់យកទឹកទី1ទេដោយសារទឹកទី1វាខាប់ពេកអញ្ចឹងនាងខ្ញុំយកទឹកបន្ទាប់បងប្អូនចាហើយជាដំបូងគឺនាងខ្ញុំដាក់ត្នោតហ្នឹងរំងាស់ជាមួយទឹកអង្ករអញ្ចឹងទៅយើងរំងាស់វាឲ្យវាឆ្អិនសិនបន្ទាប់មកបានយើងបងប្រហុកបងអីអញ្ចឹងណាបងប្អូនសម្លផ្សេងពីហ្នឹងគឺយើងជ្រុំប្រហុកហើយយើងបងម្ហូបបងថៃបងអីចឹងទៅតែសម្រាប់សម្លនេះគឺត្រូវការដាក់រំងាស់ត្នោតជាមុនសិនឲ្យវាឆ្អិនសិនកុំឲ្យវាមានស្កាតឬក៏ខាយអញ្ចឹងណាបងប្អូនចាបន្ទាប់មកយើងបងប្រហុកបងអីហើយយើងមកធ្វើការបងថៃបងកំពឹសអីតាមហ្នឹងទៅតាមចំណូលចិត្តរបស់បងប្អូនអញ្ចឹងណាហើយសម្រាប់លើកនេះគឺនាងខ្ញុំស្លបងជាមួយនឹងកូនកំពឹសកូនថៃអញ្ចឹងទៅរដងគឺម្ដាយនាងខ្ញុំគាត់ស្លជាត្រីដែងបងប្អូនចាដែងស្រែតែដោយសារតែរត់ទិញគេអត់បានអញ្ចឹងក៏យកត្រីផ្ទុកមកស្លជំនួសធម្មតាត្រីផ្ទុកវាស្លអត់សូវឆ្ងាញ់ដូចត្រីដែងស្រែទេបងប្អូនចាតែគ្រាន់តែយើងអត់មានយើងអាចជំនួសបានអញ្ចឹងណាហើយវិធីស្លគឺអត់មានអីពិបាកទេបងប្អូនចាយើងបងតែប្រហុកអំបិលប៊ីចេងអីម្សៅស៊ុបអីតិចតួចទេបងប្អូនចាគឺងាយមែនតើតែសម្រាប់ស្ករគឺយើងអត់ដាក់ទេដោយសារតែយើងប្រើទឹកបាយអញ្ចឹងគឺវាមានជាតិផ្អែមស្រាប់បងប្អូនចាដោយសារទឹកបាយវាមានជាតិស្ករហើយទៅពេលដែលវាឆ្អិនហើយយើងចាប់ដើមបងស្លឹកកត្រួតបងប្រទេសយកតែម្ដងបងប្អូនចាហើយអាហ្នឹងដាក់តែមកពុះទេគឺរួចរាល់ហើយបងប្អូនគឺងាយមែនតើហើយបើសម្រាប់រសជាតិវិញគឺឆ្ងាញ់តែម្ដងបងប្អូនចាបែបថាឆ្ងាញ់ប្លែកហ្នឹងបងប្អូនហើយឥឡូវហ្នឹងវីដេអូរបស់នេះខ្ញុំក៏បានដល់ទីបញ្ចប់ដែរបងប្អូនចាអរគុណសម្រាប់ការតាមដានទស្សនាពេញចិត្តជួយ like និង share ម្នាក់មួយផងបងប្អូនចាអរគុណច្រើនជួបគ្នានៅវីដេអូក្រោយទៀតបាយបាយដល់ឲ្យស៊ីស្អីសួរថាម៉ែឯងមកយកបងណាមកយកចុកបាយបុនពីអស់មួយ20000 2 40000បងជួយចាញ់យកទៅរត់តពីលាយទៅកាយយើងមិនចាំផ្ទះទៅចងទេចាក់ធំ